大家好，我是雷អ្នកទាំងអស់គ្នា今天我们继续学习关于ថ្ងៃនេះយើងមករៀនបន្តអំពី生词ពាក្យថ្មីថ្ងៃនេះផងដែរយើងរៀនពាក្យថាហៅអោហៅសំឡេងទី3ហៅប្រែថាល្អងាយស្រួលប្រើហៅយងហៅយងងាយស្រួលប្រើមិត្តភក្តិមិត្តល្អហៅយោមិត្តភក្តិមិត្តល្អឆ្ងាញ់ណាស់ហៅឈើឆ្ងាញ់ណាស់ស្រួលធ្វើហៅប៉ាន់ស្រួលធ្វើស្រួលរៀនហៅជាស្រួលរៀនសប្បាយហៅหวานសប្បាយល្អមើលហៅខាន់ល្អមើលពីរោះហៅធីងពីរោះសិស្សល្អហៅជាសឹងសិស្សល្អពិបាកហៅណានពិបាកជាច្រើនណាស់ហៅតួជាច្រើនណាស់មិនងាយស្រួលប្រើពូហៅយងមិនងាយស្រួលប្រើ学会了吗រៀនចេះហើយឬនៅកុំភ្លេច share ម្នាក់មួយទុករៀននៅពេលក្រោយអរគុណជួបខ្ញុំនៅវីដេអូក្រោយៗទៀតបាយ